រកដងញ៉ាំប្រាប់តែធ្វើនំដុតជាមួយនឹងពុំតូចដល់លើកនេះខ្ញុំមកសាកធ្វើនំដុតនិងនំចំហុយជាមួយនឹងចានធំវិញម្ដងជាលើកទី1របស់ខ្ញុំពងដែរបងប្អូនចង់ដឹងថាតើធ្វើទៅវាឡើងល្អអត់ហើយរសជាតិវាយ៉ាងម៉េចដែរបើប្រៀបធៀបជាមួយនឹងនំដែលខ្ញុំធ្វើអាពុំតូចសម្រាប់គ្រឿងផ្សំដែលខ្ញុំប្រើគឺថាខ្ញុំប្រើពងទាចំនួន7គ្រាប់ម្សៅមី2ខាំកន្លះហើយនិងស្ករស2ខាំកន្លះហើយពងទានឹងយកវាមកក្លុកខ្ញុំដាក់លាយចូលគ្នាបងប្អូនខ្លះគាត់ធ្វើនំអញ្ចឹងគាត់លាយពងក្រហមផ្សេងពងសផ្សេងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំក្លុកចូលគ្នាទាំងអស់តែម្ដងបងប្អូនខ្ញុំវឹតរហូតតតែវាឡើងពងទានឹងឡើងខ្លាំងប្រែពីពណ៌លឿងមកជាពណ៌សហើយពពុះខ្លាំងមែនតើខ្ញុំក្លុកតាំងពីវាបាតឆ្នាំងរហូតដល់វាឡើងពាក់កណ្ដាលឆ្នាំងហើយទើបខ្ញុំថែមជាមួយនឹងស្ករសវិញម្ដងស្ករសនេះគឺ2ខាំកន្លះបងប្អូនគឺខ្ញុំក្លុកវាចូលជាមួយនឹងស្ករធ្វើម៉េចឲ្យវាសព្វចូលជាតិហើយទើបខ្ញុំទៅរៀបចំម្សៅវិញម្ដងសម្រាប់ម្សៅគឺខ្ញុំយកត្រង់វាមករែងវាបែបនេះយើងរែងវាអញ្ចឹងដើម្បីឲ្យម្សៅម៉ត់ពេលយើងលាយទៅគឺវាសព្វចូលជាតិជាមួយនឹងពងទាក៏ដូចជាស្ករបានល្អអញ្ចឹងខ្ញុំរែងរហូតទាល់តែអស់ម្សៅនិងសម្រាប់ម្សៅដែលខ្ញុំប្រើគឺ2ខាំកន្លះណាបងប្អូននៅពេលដែលខ្ញុំរែងរៀបចំរួចរាល់ហើយយើងក៏ចាក់ជាមួយនឹងឆ្នាំងដែលខ្ញុំកូរជាមួយនឹងស្ករវិតវាមិញទាល់តែវាសព្វចូលជាតិហើយឡើងល្អរួចចូលខ្ញុំចាក់ម្សៅមីនឹងចូលចាក់ហើយក្លុកពងទាស្ករដែលសព្វមិញហ្នឹងជាមួយនឹងម្សៅវិញម្ដងក្លុកវាថ្មិចឲ្យវាសព្វចូលជាតិម្សៅយើងម៉ត់ជាមួយនឹងពងទាឡើងល្អម្សៅល្មមហើយទើបខ្ញុំបន្ថែមជាមួយនឹងគ្រឿងផ្សំផ្សេងទៀតអញ្ចឹងក្លុកពេលយើងដាក់ម្សៅចូលវារាងតឹងដែរខ្ញុំក្លុកប្រើពេលយូរបើសិនជាបងប្អូនមានម៉ាស៊ីនអីគឺងាយស្រួលមែនតែនអញ្ចឹងនៅពេលដែលសព្វបានបន្តិចខ្ញុំក៏បន្ថែមជាមួយទឹកដោះគោខាប់បន្តិចដើម្បីមានក្លិនឈ្ងុយក៏ដូចជាម្សៅវ៉ានីឡាបងប្អូនឲ្យវាមានក្លិនក្អូបហើយនឹងមេមួយចង់ស្លាបព្រាបន្តិចដែរក៏ដូចជាខ្ញុំបានថែមជាមួយនឹងអំបិលមួយចង់បន្តិចដែរបងប្អូនលួចបន្តិចទៅដាក់ទៅក្លុកវាសព្វឲ្យវាសព្វចូលជាតិមែនតែនទើបខ្ញុំរៀបចំផ្ទាល់ចានរបស់ខ្ញុំនេះរៀបចំកដាស់នោះខ្ញុំឃើញគេរៀបតំណងតែខ្ញុំអត់សូវចេះរៀបដល់ពេលចឹងហើយចេញមករៀងកឆាញ់តិចបងប្អូនរៀបកដាស់រួចក៏ខ្ញុំចាក់ជាមួយនឹងម្សៅចូលសម្រាប់ម្សៅប៉ុណ្នេះគឺខ្ញុំធ្វើបានជាមួយនឹង2ផ្ទាល់ហ្នឹងថែមជាមួយនឹងកូនចានចង្កឹះតូចមួយទៀតចឹងហើយខ្ញុំចាក់ចូលដើម្បីរៀបចំចំហុយនៅពេលដែលដាំទឹកពុះមកល្មមហើយខ្ញុំដាក់ចានខ្ញុំចូលទៅក្នុងឆ្នាំងចំហុយហ្នឹងចឹងហើយខ្ញុំចំហុយវាមកសន្ទុះប្រហែលជា10-15នាទីអីរហូតដល់ខាងលើវារឹងទើបខ្ញុំយកកវ៉ាត់វាកាត់នេះដើម្បីវាចេញរាងស្អាតបងប្អូនខ្ញុំកាត់វាជាសញ្ញាបូកនៅពេលដែលយើងចំហុយយូរទៅវាឡើងទៅតាមមុខកវ៉ាត់ដែលយើងបានកាត់វាជាសញ្ញាបូកនឹងបងប្អូនដើម្បីចេញរាងស្អាតណាហើយខ្ញុំមានអារម្មណ៍ថាខ្ញុំកាត់រាងជ្រៅពេកបើសិនជាបងប្អូនធ្វើអីកាត់រាងរាក់ៗមកដើម្បីវាកុំឲ្យចេញមកពុះខ្លាំងពេកដូចរបស់ខ្ញុំចេះវាពុះខ្លាំងពេកវាទៅជាប្រេះមាត់ចាបធំពេកបងប្អូនចឹងហើយខ្ញុំក៏ស្ទាបវាថាមើលវាទន់ឆ្អិនមកល្មមអត់នំខ្ញុំវាមកល្មមដែរបងប្អូនប៉ុន្តែខ្ញុំមានអារម្មណ៍ថាវារាងរឹងបន្តិចឬក៏ខ្ញុំលេងម្សៅអីខុសបន្តិចក៏ខ្ញុំអត់ដឹងដែរបើសិនជាបងប្អូនដឹងអាចជួយខមមិនប្រាប់ផងហើយខ្ញុំក៏រៀបចំដាក់ផ្ទាល់2ផ្ទាល់មួយផ្ទាល់ជាមួយនឹងកូនចានចង្កឹះមួយទៀតហ្នឹងយកវាទៅដុតវិញម្ដងដុតហ្នឹងទុករយៈពេលរៀងយូរដែរខ្ញុំដាក់ខ្ជូងលើកម៉ូបឆ្នាំងលេខ8ហ្នឹងខ្ញុំដាក់រៀងច្រើនហើយខាងក្រោមដាក់ភ្លើងតែបន្តិចទេនិយាយពីថានំដុតគឺមានក្លិនឈ្ងុយឆ្ងាញ់មែនតើបើប្រៀបធៀបជាមួយនំចំហុយគឺនំដុតនេះញ៉ាំឆ្ងាញ់បងប្អូនដូច្នេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលបានទស្សនាមានកំហុសខុសឆ្គងកន្លែងណាសូមអធិស្ឋានផងសូមអរគុណ